បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីធាតុសកម្មថ្នាំដែលយើងប្រើប្រាស់សម្រាប់បាញ់ការពារនិងព្យាបាលនៅជំងឺអុចត្នោតនៅលើដំណាំស្រូវជាទូទៅជំងឺអុចត្នោតវាបង្កឡើងដោយពពួកផ្សិតផងដែរហើយជំងឺអុចត្នោតនេះវាតែងតែកើតមាននៅលើដំណាំស្រូវជាពិសេសហ្នឹងគឺនៅពេលដែលនៅវគ្គ2ដែលសម្បូរទៅដោយភ្លៀងធ្លាក់ឬក៏អាកាសធាតុអាប់អួរហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងគឺនៅពេលដែលស្រូវរបស់យើងហ្នឹងគឺអត់មានទឹកបញ្ចូលគ្រប់គ្រាន់គឺតែងតែមានវត្តមាននៅពពួកអុចត្នោតនេះនៅលើដំណាំស្រូវហើយចំពោះធាតុសកម្មថ្នាំផងដែរយើងអាចប្រើប្រាស់ធាតុសកម្មថ្នាំដូចទៅនឹងធាតុសកម្មថ្នាំលើជំងឺប្រឡាស់ផងដែរពីព្រោះជំងឺទាំងពីរនេះវាបង្កឡើងដោយពពួកផ្សិតដូចគ្នាហើយឥឡូវខ្ញុំមកបង្ហាញអំពីធាតុសកម្មថ្នាំទាំង4ដែលវាមានប្រសិទ្ធភាពខ្ពស់សម្រាប់បាញ់ការពារនិងព្យាបាលជំងឺអុចត្នោតនឹងផងដែរធាតុសកម្មថ្នាំទី1នេះគឺ Tricyclazole បូកជាមួយនឹង Hexaconazole ធាតុសកម្មថ្នាំនេះជាទូទៅវាជាធាតុសកម្មថ្នាំមួយដ៏មានប្រសិទ្ធភាពខ្ពស់ដើម្បីបាញ់ការពារនិងព្យាបាលនៅជំងឺអុចត្នោតនៅលើដំណាំស្រូវផងដែរហើយធាតុសកម្មថ្នាំទាំងពីរនេះវាមិនមែនសម្រាប់តែជំងឺអុចត្នោតតែមួយមុខទេក៏ប៉ុន្តែយើងអាចប្រើប្រាស់សម្រាប់កម្ចាត់នៅពួកជំងឺដែលបង្កឡើងដោយផ្សិតដូចជាជំងឺអុចត្នោតនិងជំងឺផ្លាស់ផងដែរហើយធាតុសកម្មថ្នាំទី2នេះគឺ Propiconazole បូកជាមួយនឹង Difenoconazole ធាតុសកម្មថ្នាំទី2នេះក៏យើងអាចប្រើប្រាស់ដើម្បីបាញ់ការពារនិងព្យាបាលនៅជំងឺអុចត្នោតនៅលើដំណាំស្រូវផងដែរហើយធាតុសកម្មថ្នាំទី2នេះគឺវាមានប្រសិទ្ធភាពខ្ពស់មែនទែនហើយក៏វាមានប្រសិទ្ធភាពខ្លាំងនៅក្នុងការបាញ់ការពារនិងព្យាបាលនៅជំងឺអុចត្នោតផងដែរហើយចំពោះធាតុសកម្មថ្នាំទី3នេះវាមិនមែនថាក្នុងដបតែមួយហ្នឹងវាមានធាតុសកម្មដល់ទៅ3អញ្ចឹងទេក៏ប៉ុន្តែអានេះបើសិនជាក្នុងករណីថាស្រែរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងគឺកើតមាននៅប្រភេទជំងឺអុចត្នោតនឹងខ្លាំងដំណាក់កាលធ្ងន់ធ្ងរហ្នឹងដូចនៅក្នុងរូបដែលខ្ញុំបង្ហាញហ្នឹងគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់នៅពពួក Propiconazole បូកមួយ Difenoconazole ហ្នឹងហើយយើងអាចបូកបន្ថែមជាមួយនឹងពពួក Hexaconazole នឹងបានផងដែរនៅពេលដែលស្រូវចូលជំងឺអុចត្នោតនេះខ្លាំងគឺបើសិនជាយើងបាញ់បូក3សារធាតុឬក៏ធាតុសកម្មថ្នាំទាំង3នឹងបញ្ចូលគ្នាគឺយើងអាចព្យាបាលវាដោយមានប្រសិទ្ធភាពខ្ពស់នឹងហើយក៏ព្យាបាលបានលឿនផងដែរនេះបើសិនជាក្នុងករណីដែលស្រូវរបស់ពុកម៉ែបងប្អូនទាំងគ្នាហ្នឹងគឺកើតមាននៅជំងឺហ្នឹងគឺខ្លាំងគឺយើងអាចបូក3សារធាតុនឹងបញ្ចូលគ្នាក៏ប៉ុន្តែបើសិនជាក្នុងករណីថាវាកើតស្រាឬក៏តិចតួចទេគឺយើងអាចប្រើតែត្រឹមពពួក Tricy បូក Hexa ក៏បានត្រឹមតែពពួក Propiconazole បូកមួយ Difenoconazole ហ្នឹងក៏បានដែរគឺដើម្បីកុំឲ្យយើងចំណាយច្រើនហើយឥឡូវយើងចូលទៅដល់ធាតុសកម្មថ្នាំទី4នេះគឺប្រភេទ Tricyclazole ជាទូទៅ Tricyclazole នេះវាជាប្រភេទថ្នាំម្សៅជាប្រភេទម្សៅអញ្ចឹងវាមានធាតុសកម្មថ្នាំតែមួយទេក៏ប៉ុន្តែគុណភាពរបស់វាខ្ពស់វាអាចបាញ់បានទាំងការពារនៅពពួកជំងឺអុចត្នោតនិងជំងឺផ្លាស់បានផងដែរហើយតម្លៃរបស់វាក៏វាតម្លៃល្អផងដែរហើយក៏ងាយស្រួលរកទិញផងដែរជាទូទៅហើយទាំង4នេះគឺជាធាតុសកម្មថ្នាំដែលខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏ជាធាតុសកម្មថ្នាំដែលងាយស្រួលរកទិញបាននៅតាមដេប៉ូឬក៏តំណាងចែកចាយជីថ្នាំកសិកម្មដែលនៅក្នុងតំបន់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយធាតុសកម្មថ្នាំទាំង4នេះវាមិនពិបាករកទេគឺងាយស្រួលរកបើចំពោះតម្លៃក៏វាមានតម្លៃធូរថ្លៃផងដែរក៏ប៉ុន្តែបើនិយាយអំពីគុណភាពរបស់វាគឺវាមានគុណភាពខ្ពស់ហើយប្រសិទ្ធភាពរបស់វាគឺល្អមែនទែនហើយធាតុសកម្មថ្នាំទាំង4នេះវាជាធាតុសកម្មថ្នាំដែលខ្ញុំតែងតែនិយមឃើញកសិករ
នៅតាមតំបន់ដែលគាត់ធ្វើដំណាំស្រូវនឹងគឺគាត់តែងតែប្រើប្រាស់ជាញឹកញាប់ផងដែរហើយវាជាបទពិសោធន៍មួយរបស់កសិករផ្សេងនៅតាមតំបន់ផ្សេងគ្នាផងដែរហើយទេសកម្មឆ្នាំទាំង4នេះក៏ខ្ញុំធ្លាប់បានប្រើប្រាស់ពីពេលកន្លងមកនឹងផងដែរហើយចំពោះគុណភាពរបស់វាគឺវាមានគុណភាពខ្ពស់ដែលយើងអាចប្រើប្រាស់សម្រាប់កម្ចាត់នៅពពួកជំងឺដែលបង្កឡើងដោយពពួកផ្សិតនឹងបានផងដែរហើយជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏កុំភ្លេចជួយចុចsubscribe ដើម្បីទទួលបាននៅវីដេអូថ្មីឬក៏ចំណេះដឹងថ្មីដែលខ្ញុំនឹងចែករំលែកអំពីបទពិសោធន៍តខ្លួននិងបទពិសោធន៍ដែលយើងដកស្រង់អំពីបច្ចេកទេសរបស់កសិករនៅតាមតំបន់នីមួយៗនៅតាមខេត្តឬក៏ស្រុកភូមិនីមួយៗផងដែរ